អាស៊ាននិងអាស៊ានបូក3បដិញ្ញាចិត្តរួមគ្នាកសាងមុខងារសាធារណៈមួយដែលយកប្រជាជនជាស្នូលនៅវេលាព្រឹកថ្ងៃពុធទី5ខែសីហាឆ្នាំ2026សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឲ្យគណៈប្រតិភូប្រមុខមុខងារសាធារណៈអាស៊ានដែលដឹកនាំដោយឯកឧត្តមបណ្ឌិត Zudan Arif Fakrullah ប្រធានទីភ្នាក់ងារជាតិមុខងារសាធារណៈជាតិនៃសាធារណរដ្ឋឥណ្ឌូនេស៊ីចូលជួបសម្ដែងការគួសមនិងពិភាក្សាការងារនៅខេត្តសៀមរាបក្នុងឱកាសនៃជំនួបនេះឯកឧត្តមប្រធានគណៈប្រតិភូបានសម្ដែងនូវការអបអរសាទរនិងកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានធ្វើជាម្ចាស់ផ្ទះរៀបចំបានយ៉ាងល្អនៅកិច្ចប្រជុំមុខងារសាធារណៈលើកទី23សម្រាប់កិច្ចសហប្រតិបត្តិការអាស៊ានស្ដីពីកិច្ចការមុខងារសាធារណៈនិងកិច្ចប្រជុំលើកទី8សម្រាប់កិច្ចប្រជុំមុខងារសាធារណៈអាស៊ានបូក3នាឱកាសនេះឯកឧត្តមក៏បានវាយតម្លៃខ្ពស់ចំពោះកម្ពុជាដែលបានជ្រើសរើសមូលបត្រអ្នកវិនិវត្តសម្រាប់ការផ្តល់សេវាសាធារណៈឲ្យកាន់តែប្រសើរឡើងដែលនេះឆ្លុះបញ្ចាំងពីការបដិញ្ញាចិត្តរួមគ្នារបស់អាស៊ានក្នុងការចែករំលែកឧត្តមមានវត្តសម្ដៅកសាងមុខងារសាធារណៈមួយដែលមានភាពឆ្លើយតបលឿនរហ័សមានប្រសិទ្ធភាពនិងយកប្រជាជនជាស្នូលនៅទូទាំងតំបន់អាស៊ានឯកឧត្តមគណៈប្រតិភូក៏បានគូបញ្ជាក់អំពីការត្រៀមខ្លួនក្នុងការបន្តកិច្ចសហប្រតិបត្តិការឲ្យបានកាន់តែជិតស្និទ្ធជាមួយកម្ពុជានិងបណ្ដាប្រទេសជាសមាជិកអាស៊ានដើម្បីជាប្រយោជន៍ដល់ប្រជាជនក្នុងតំបន់ជាការឆ្លើយតបសម្ដេចបវរធិបតីបានសម្ដែងនូវការស្វាគមន៍និងអរគុណចំពោះឯកឧត្តមប្រធានគណៈប្រតិភូនិងគណៈប្រតិភូអាស៊ាននិងអាស៊ានបូក3ដែលបានចូលរួមនៅក្នុងកិច្ចប្រជុំមុខងារសាធារណៈដ៏មានសារៈសំខាន់នេះដោយបានចាត់ទុកវត្តមានរបស់គណៈប្រតិភូក្នុងកិច្ចប្រជុំនេះបានឆ្លុះបញ្ចាំងអំពីឆន្ទៈនិងការបដិញ្ញាចិត្តរបស់ប្រទេសជាសមាជិកអាស៊ានក្នុងការតភ្ជាប់និងលើកកម្ពស់វិស័យមុខងារសាធារណៈអាស៊ានជាមួយគ្នានេះសម្ដេចបវរធិបតីក៏បានលើកឡើងអំពីសារបាននៃដំណើរវិវត្តនៃវិស័យមុខងារសាធារណៈក៏ដូចជាដំណើរការនៃកំណែទម្រង់មុខងារសាធារណៈរបស់កម្ពុជាដែលផ្ដោតសំខាន់ទៅលើការពង្រឹងស្ថាប័ននិងការធ្វើអ្នកវិនិវត្តដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជនចំពោះសេវាសាធារណៈសម្ដេចបវរធិបតីបានគូបញ្ជាក់ថាកំណែទម្រង់នេះគឺដើម្បីធ្វើឲ្យមានគណនេយ្យភាពនិងតម្លាភាពព្រមទាំងការរួមបញ្ចូលនៅបច្ចេកវិទ្យាដើម្បីកាត់បន្ថយនីតិវិធីស្មុគស្មាញនិងការិយាធិបតេយ្យក្នុងដំណើរការផ្ដល់សេវាសាធារណៈមុននឹងបញ្ចប់សម្ដេចបវរធិបតីបានបង្ហាញនូវជំនឿយ៉ាងមុតមាំថាកិច្ចប្រជុំខាងលើនេះនឹងបិទបញ្ចប់ជាមួយនឹងលទ្ធផលប្រកបដោយផ្លែផ្កាតាមរយៈការចែករំលែកឧត្តមមានវត្តនិងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យមុខងារសាធារណៈក្នុងចំណោមប្រទេសសមាជិកអាស៊ាននិងអាស៊ានបូក3